អ្នកធ្លាប់គិតទេថានៅពេលដែលអ្នកកំពុងធ្វើដំណើរតាមដងផ្លូវស្ងាត់នាពេលរាត្រីហើយស្រាប់តែមានប៉ូលីសមកខាត់ឡានរបស់អ្នកតើអ្នកនឹងធ្វើតាមពួកគេដោយមិនស្ទាក់ស្ទើរដែរឬទេប៉ុន្តែចុះយ៉ាងណាវិញបើមនុស្សដែលស្លៀកពាក់ជាប៉ូលីសទាំងនោះមិនមែនជាអ្នកការពារច្បាប់តែជាបិសាចស្រែកឈាមដែលទើបតែចេញពីគោកប្រិមិត្តទស្សនិកជនជាទីមេត្រីនៅថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍លោកអ្នកទៅខេត្តឈុនបុរីប្រទេសថៃដែលជារមណីយដ្ឋានទេសចរណ៍ដ៏ល្បីល្បាញតែពេលនេះវាបានคล้ายទៅជាទីបញ្ចូលសពដ៏សាហាវព្រៃផ្សៃបំផុតដែលធ្វើឲ្យរង្គើដល់ថ្នាក់ដឹកនាំកម្ពុជារបស់ប្រទេសនៅថ្ងៃទី1ខែសីហាឆ្នាំ2026នាយករដ្ឋមន្ត្រីថៃលោកអាណូទីនឆាន់វីរគុលអមដំណើរដោយអគ្គស្នងការនគរបាលជាតិនិងអភិបាលខេត្តលោកណារីសនីរ៉ាម៉ៃវងបានជាឧត្តមភិក្ខចក្រចុះទៅផ្ទាល់ទៅកាន់តំបន់បានឡាមុងមូលហេតុដែលតម្រូវឲ្យថ្នាក់ដឹកនាំកម្ពុជាចុះមកដល់ទីកន្លែងកាត់ហេតុដោយផ្ទាល់បែបនេះចម្លើយគឺដោយសារតែសាកសពមនុស្ស5នាក់ត្រូវបានរកឃើញផ្ទាល់កប់នៅក្នុងដីក្បែរគ្នានៅក្នុងព្រៃជ្រៅនៃឃុំហួយយ៉ៃដែលក្នុងនោះមានបងប្អូនជនជាតិរុស្ស៊ី2នាក់និងគ្រួសារជនជាតិថៃឪពុកម្ដាយនិងកូនតូចម្នាក់តើនរណាជាអ្នកនៅពីក្រោយយើងនឹងបកស្រាយរឿងរ៉ាវនេះម្ដងមួយប្រិមិត្តទស្សនិកជនជាទីមេត្រីរឿងរ៉ាវដ៏សែនរន្ធត់ត្រូវបានលាតត្រដាងក្រោយពេលប៉ូលីសចាប់ខ្លួនជនសង្ស័យចំនួន2នាក់ដែលជាអតីតអ្នកទោសទើបចេញពីគុកពួកគេមានឈ្មោះថាថាណាកែថនហៅកាត់ថាប៉ងនិងម្នាក់ទៀតមានឈ្មោះថាថុងឆៃស្រីនិតហៅកាត់ថាថុងចម្លើយសារភាពរបស់អាថុងធ្វើឲ្យសំបីតែអ្នកស៊ើបអង្កេតដែលក្រាស់ក្រែបទពិសោធន៍ក៏ត្រូវព្រឺសម្បុរយោងទៅតាមចម្លើយសារភាពហេតុការណ៍ទី1គឺជារឿងអកុសលបំផុតសម្រាប់បងប្អូនជនជាតិរុស្ស៊ី2នាក់ដែលកំពុងរស់នៅនិងសិក្សានៅក្នុងទីក្រុងប៉ាតាយាវាជារាត្រីដ៏ស្ងាត់ជ្រងំម៉ោងប្រមាណជា2រំលងអាធ្រាត្រអាប៉ុងបានជិះម៉ូតូមកទទួលអាថុងពីផ្ទះក្នុងគោលបំណងទៅរកមិត្តភក្តិម្នាក់ទៀតមានឈ្មោះថាទីកតែរកមិនឃើញនៅក្នុងពេលដែលពួកគេកំពុងជិះម៉ូតូត្រឡប់មកវិញភ្នែករបស់ពួកគេទាំងពីរក៏បានសម្លឹងឃើញបងប្អូនជនជាតិរុស្ស៊ីចំនួន2នាក់កំពុងឈប់ម៉ូតូនៅតាមដងផ្លូវនៅទីនោះហើយដែលល្បិចកលដ៏សាហាវត្រូវបានចាប់ផ្ដើមពួកវាបានចូលទៅជិតហើយអះអាងប្រាប់ជនរងគ្រោះថាពួកគេជាប៉ូលីសសុំធ្វើការឆែកឆេរជនរងគ្រោះដែលជាជនបរទេសមិនដឹងអីក៏បានយល់ព្រមត្រឹមតែមួយប្រពេចភ្នែកអាប៉ុងក៏បានដកកំភ្លើងខ្លីខ្ជុងគម្រាមនឹងចាប់វាយខ្នរបរោះជាប្អូនទៅខាងក្រោយខ្នងអ្នកសាកស្រមៃមើលជនបរទេស2នាក់នៅក្នុងប្រទេសគេត្រូវជនប្រដាប់អាវុធអះអាងថាជាប៉ូលីសចាប់វាយខ្នោះតើពួកគេភ័យខ្លាចនៅក្នុងកម្រិតណាអាប៉ុងបានបង្ខំឲ្យបរោះជាជនរងគ្រោះជិះម៉ូតូក្រោយម៉ូតូរបស់ជនរងគ្រោះផ្ទាល់រីឯអាថុងបានបង្ខំឲ្យស្ត្រីជាបងជិះម៉ូតូពីក្រោយម៉ូតូរបស់វារួចពួកវាបានដប់ជនរងគ្រោះទាំងពីរចូលទៅកាន់តំបន់ព្រៃកៅស៊ូដែលអ្នកស្រុកហៅថាយ៉ាងយ៉ៃនៅពេលដល់ទីតាំងដ៏ស្ងាត់ជ្រងំអាប៉ុងបានដើរគម្រាមជនរងគ្រោះទាំងពីរចូលទៅក្នុងព្រៃជ្រៅដោយគ្មានសាកសួរគ្មានការឆ្លោះប្រកែកអាប៉ុងបានបាញ់ប្រហារទៅលើបរិសុទ្ធជាជនជាតិរុស្ស៊ីចំប្រអប់ពោះដេកដួលក្នុងថ្លុកឈាមយ៉ាងអាណោចអាធមបន្ទាប់មកអាប៉ុងបានបញ្ជាឲ្យអាថុងដើរត្រឡប់ទៅយកជាប់កាប់នៅឯម៉ូតូក្នុងកំឡុងពេលដែលអាថុងដើរទៅយកជាប់កាប់ហេតុការណ៍ដ៏ខ្មៅងងឹតបានកើតឡើងចំពោះស្ត្រីជាជនជាតិរុស្ស៊ីរបាយការណ៍ស៊ើបអង្កេតនាងត្រូវបានពួកវាធ្វើបាបយ៉ាងឃោរឃៅបំផុតមុនពេលស្លាប់ពេលអាថុងត្រឡប់ទៅវិញវាឃើញបរិសុទ្ធជាជនជាតិរុស្ស៊ីបានដាច់ខ្យល់ស្លាប់បាត់ទៅហើយចំណែកឯស្ត្រីជាបងបានដេកដួលស្ដុកស្ដឹងនៅលើដីដែលវាមិនប្រកាសថាស្លាប់ឬរស់នោះទេអាប៉ុងដែលជាមេខ្លោងបានបញ្ជាឲ្យអាថុងជីកដុនដាវជំរឿត្រឹមទ្រូង
រួចកប់ទម្លាក់សាកសពបងប្អូនទាំងពីរនាក់ចូលទៅក្នុងរណ្ដៅតែមួយយ៉ាងអាណោចអាធមដើម្បីបំបត្តិដានពួកវាបានយកម៉ូតូជនរងគ្រោះទៅលាក់ទុកក្នុងព្រៃរួចយកមករុះរើជាគ្រឿងបន្លាស់យកទៅលក់ឲ្យជាងម៉ូតូម្នាក់មានឈ្មោះថាណេងប៉ុន្តែជាងមិនហ៊ានទទួលទិញទីបំផុតពួកវាក៏យកគ្រឿងម៉ូតូទាំងនោះទៅកប់ចោលនៅក្នុងដីដែរប្រិមិត្តទស្សនិកជនជាទីមេត្រីប្រសិនបើរឿងទី1ធ្វើឲ្យលោកអ្នកតក់ស្លុតទៅហើយសំណុំរឿងទី2នឹងធ្វើឲ្យលោកអ្នកកាន់តែហួសចិត្តនិងសួរខ្លួនឯងថាតើមនុស្សអាចអាក្រក់ដល់កម្រិតណាហេតុការណ៍នេះបានកើតឡើងតាំងពីពាក់កណ្ដាលខែមិថុនាឆ្នាំ2026មកម្លេះពោគឺមុនការរកឃើញសាកសពនេះរាប់ខែលើកនេះក្រុមអ ுக ្រិតជនមានគ្នា4នាក់មានឈ្មោះថាអាប៉ុងអាថងឈ្មោះបលនិងមិត្តភ័ក្តិរបស់បលម្នាក់ទៀតគោលដៅរបស់ពួកវាលើកនេះគឺគ្រួសារជនជាតិថៃមួយគ្រួសារដែលរស់នៅម្ដុំ Ambassador នៅវេលាម៉ោង10ទៅ11យប់អាប៉ុងនៅតែប្រើល្បិចដដែលគឺពាក់អាវធំពណ៌ខ្មៅមានពាក់កាតនៅនឹងកអះអាងថាខ្លួនជាប៉ូលីសវាបានទៅគោះផ្ទះរបស់ជនរងគ្រោះដែលមានប្តីនិងប្រពន្ធជារឿងអកុសលបំផុតនៅក្នុងពេលនោះកូនតូចរបស់ជនរងគ្រោះទើបតែដើរត្រឡប់មកពីទិញអីវ៉ាន់នៅហាងមួយកន្លែងក៏ត្រូវពួកវាចាប់ឃាត់ខ្លួនទាំងអស់ពួកវាបានវិខ្នោះបរោះជីប្តីហើយបង្ខំមនុស្សទាំង3នាក់ឪពុកម្ដាយនិងកូនដាងជីករថយន្ត pick up របស់ជនរងគ្រោះផ្ទាល់ពួកវាបានបើកឡានឆ្ពោះទៅទីតាំងតំបន់ព្រៃបែរទីតាំងដែលកប់សាកសពជនជាតិរុស្ស៊ីនេះឯងនៅពេលទៅដល់អាប៉ុងបានបញ្ជាឲ្យអាថងជាអ្នកជីករណ្ដៅរងចាំអាថងសារភាពថាពេលជីករួចវាហត់វាក៏ដើរទៅម្ខាងស្រាប់តែពេលនោះសំឡេងកំភ្លើង 2-3 គ្រាប់បានបន្លឺឡើងបំបីភាពស្ងប់ស្ងាត់នៃព្រៃជ្រៅជីវិតមនុស្ស3នាក់ឪពុកម្ដាយនិងកូនតូចត្រូវបានបញ្ចប់ត្រឹមតែមួយប្រពេចភ្នែកតើអ្នកដឹងទេថាតើពួកវាសម្លាប់មនុស្សមួយគ្រួសារនេះដើម្បីអ្វីតាមការបញ្ជារបស់អាថងអាប៉ុងសម្លាប់ពួកគេគឺគ្រាន់តែចង់ប្លន់យករថយន្ត pick up នោះយកទៅប្រើប្រាស់ក្នុងមុខរបរជួញដូរគ្រឿងញៀនរបស់ពួកវាប៉ុណ្ណោះសម្រាប់មនុស្ស3នាក់ត្រឹមដើម្បីឡានមួយគ្រឿងតើជីវិតមនុស្សមានតម្លៃថោកដល់ថ្នាក់នេះឬក្រោយពីកាត់ហេតុអាប៉ុងបានយកទូរស័ព្ទជនរងគ្រោះ3ទៅ4គ្រឿងទៅបាត់ចំណែកអាថងអះអាងប្រាប់ប៉ូលីសថាខ្លួនមិនទទួលបានប្រាក់កម្រៃអ្វីនោះទេហើយដែលវាបានចូលរួមធ្វើរឿងទាំងអស់នោះព្រោះតែវាខ្លាចអាប៉ុងតាមសម្រាប់គ្រួសាររបស់វាតើនេះជាការពិតឬគ្រាន់តែជាលេសដោះសាររបស់ជនពាមានតែតុលាការទេដែលជាអ្នកសម្រេចការរកឃើញសាកសពទាំង5នាក់នេះមិនត្រឹមតែធ្វើឲ្យប្រជាជនថៃតក់ស្លុតប៉ុណ្ណោះទេតែវាបានវាយប្រហារយ៉ាងខ្លាំងដល់កិត្តិយសនិងវិស័យទេសចររបស់ប្រទេសថៃនេះហើយជាមូលហេតុដែលលោកនាយករដ្ឋមន្ត្រីអនុទិនឆានវីរកុលត្រូវចុះដល់ទីកន្លែងកាត់ហេតុដីផ្ទាល់លោកនាយករដ្ឋមន្ត្រីបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះក្រុមគ្រួសារជនរងគ្រោះទាំងគ្រួសារជនជាតិថៃនិងបានផ្ញើសារសុំទោសជាសាធារណៈទៅកាន់ប្រជាជននិងអ្នកទេសចរជនជាតិរុស្ស៊ីលោកបានសង្កត់ធ្ងន់ថានេះជាទង្វើរបស់ក្រុមអ ுக ្រិតជនលាក់មុខមួយក្តាប់តូចប៉ុណ្ណោះវាមិនឆ្លុះបញ្ចាំងថាប្រទេសថៃទាំងមូលគ្មានសុវត្ថិភាពនោះទេប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍បំផុតគឺការប្រកាសក្តែងរបស់នាយករដ្ឋមន្ត្រីអនុទិនថារដ្ឋាភិបាលនឹងមិនគាំទ្រដាច់ខាតឲ្យមានការបន្ធូរបន្ថយទោសដល់អ ுக ្រិតជនដែលប្រព្រឹត្តបទល្មើសសាហាវព្រៃផ្សៃបំផ្លាញទំនុកចិត្តសង្គមនិងកិត្តិយសប្រទេសជាតិឯងបែបនេះដោយសារតែជនសង្ស័យទាំងនេះសុទ្ធសឹងជាអតីតអ្នកទោសដែលធ្លាប់ជាប់គុកហើយចេញមកប្រព្រឹត្តបទល្មើសដដែលលោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យមានការពិនិត្យឡើងវិញនៅប្រព័ន្ធអនុវត្តច្បាប់លោកបានបញ្ជាឲ្យប៉ូលីសរៀបចំសំណុំរឿងនេះឲ្យបានតឹងរ៉ឹងនិងល្អិតល្អន់បំផុតដើម្បីឲ្យតុលាការមានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់ទោសពួកគេឲ្យធ្ងន់ធ្ងរបំផុតនៅពេលដែលអ្នកកាសែតសួរថាតើជនសង្ស័យទាំងនេះគួរត្រូវប្រឈមមុខនឹងទោសប្រហារជីវិតដែរឬទេលោកអនុទិនបានឆ្លើយតបយ៉ាងមុតមមថាទោសប្រហារជីវិត
នៅតែមានជាធរមាននៅក្នុងច្បាប់របស់ប្រទេសថៃប៉ុន្តែការសម្រេចចិត្តគឺជាអំណាចរបស់តុលាការតួនាទីរបស់រដ្ឋាភិបាលគឺតាមដានរឿងនេះឲ្យដល់ទីបញ្ចប់ដើម្បីធានាថាយុត្តិធម៌ត្រូវតែមានសម្រាប់ជនរងគ្រោះបច្ចុប្បន្នជនសង្ស័យទាំង4នាក់រួមទាំងអាប៉ុងនិងអាថុងត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីឃាត់ខ្លួនបណ្ដោះអាសន្នប៉ូលីសកំពុងតែពង្រីកការស៊ើបអង្កេតបន្តទៀតដើម្បីស្វែងរកថាតើមានអ្នកពាក់ព័ន្ធផ្សេងទៀតឬមានអកតកម្មផ្សេងទៀតដែលក្រុមនេះធ្លាប់បានប្រព្រឹត្តដែរឬទេនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យបង្កើនការយាមកាមនិងកម្លាំងល្បាតដើម្បីកុំឲ្យរឿងបែបនេះកើតឡើងសារជាថ្មីរឿងរ៉ាវរបស់សាកសពទាំង5នៅក្នុងខេត្តឈុនបុរីបានបន្សល់ទុកនៅស្នាក់ស្នាមការឈឺចាប់និងជាមេរៀនដ៏ធំសម្រាប់សង្គមតើប្រព័ន្ធច្បាប់គួរតែផ្ដល់ឱកាសទី2ដល់អ្នកទោសដែលធ្លាប់ប្រព្រឹត្តខុសកម្រិតណាទើបស័ក្តិសមហើយតើយើងក្នុងនាមជាប្រជាពលរដ្ឋសាមញ្ញគួរប្រុងប្រយ័ត្នបែបណានៅពេលប្រឈមមុខនឹងជនដែលអះអាងថាខ្លួនជាសមត្ថកិច្ចនៅទីងងឹតតើប្រិមិត្តអ្នកស្ដាប់យល់ឃើញយ៉ាងណាដែរចំពោះសំណុំរឿងមួយនេះតើទោសប្រហារជីវិតពិតជាស័ក្តិសមសម្រាប់មេខ្លោងអាប៉ុងនិងបពពួកដែរឬទេសូមបញ្ចេញមតិយោបល់របស់ប្រិមិត្តនៅខាងក្រោមវីដេអូមួយនេះសូមអរគុណសម្រាប់ការតាមដានទស្សនានិងស្ដាប់ការវិភាគរបស់យើងតាំងពីដើមដល់ចប់ប្រសិនបើអ្នកពេញចិត្តនៅការវែងញែកព័ត៌មានបែបស៊ីជម្រៅសូមកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃជួបគ្នានៅវីដេអូក្រោយបន្តជម្រាបលា